ស្វាគមន៍មកកាន់ channel ណាកាហើយ channel នេះផងដែរនាងខ្ញុំនឹងបង្ហាញអំពីរបៀបកាត់សម្លៀកបំពាក់ក៏ដូចជាសម្លៀកបំពាក់បែបបុរាណសម័យហើយនិងសម្លៀកបំពាក់បែបសម្លៀកបំពាក់បុរសក៏ដូចជាសម្លៀកបំពាក់បែបសាមញ្ញធម្មតាសម្រាប់យើងស្លៀកពាក់នៅផ្ទះដូចជាខោអាវមនុស្សស្រីស្លៀកពាក់ដូចអាវកដុកអាវកស្រួយអីកាម៉ូតសាមញ្ញបែបងាយស្រួលស្លៀកនៅផ្ទះអញ្ចឹងបើសម្រាប់បងប្អូនអ្នកដែលគាត់ចង់រៀនតាម YouTube អញ្ចឹងគាត់គ្រាន់តែ Subscribe នៅ Channel នេះដើម្បីទទួលបានមេរៀនថ្មីជារៀងរាល់ថ្ងៃហើយម្យ៉ាងទៀត Channel នេះគឺបង្កើតឡើងគឺដើម្បីបង្ហាញពីរបៀបនៃការបង្រៀនកាត់ដេរទៅដល់បងប្អូនទាំងអស់គ្នាដោយមិនចាំបាច់ចំណាយលុយក្នុងវីដេអូនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការកាត់សំពត់បត់ស្លៀកពាក់បានដោយខ្លួនឯងយ៉ាងងាយស្ងាយបំផុតដែលយើងមិនចាំបាច់ចំណាយលុយទៅជួលជាងមកកាត់ខ្លួនឯងមកកាត់ឲ្យយើងអញ្ចឹងដែលយើងគ្រាន់តែមានម៉ាស៊ីនលក្ខណៈខ្នាតតូចសម្រាប់គ្រួសារក៏បានខ្នាតធំក៏បានយើងអាចដេរកាត់ស្លៀកនៅផ្ទះខ្លួនយើងបានដោយងាយស្រួលអញ្ចឹងសម្រាប់សំពត់បត់ផងដែរគឺគ្មានអ្វីពិបាកទេដោយលោកអ្នកគ្រាន់តែយកចិត្តទុកដាក់នឹងមើលវីដេអូរបស់នាងខ្ញុំហើយលោកអ្នកអាចធ្វើបានស្លៀកពាក់បានដោយខ្លួនឯងងាយតោះអញ្ចឹងខ្ញុំមុននឹងចាប់ផ្ដើមនៅការកាត់គឺនាងខ្ញុំនឹងវាស់ឲ្យមើលអញ្ចឹងពោះពីនាងខ្ញុំផ្ទាល់តោះចាប់ផ្ដើមក្បួនកាត់សំពត់បត់របស់យើងផងដែរគឺមាន4ចំណុចអញ្ចឹងទី1គឺយើងវាស់ចង្កេះទី2គឺយើងវាស់ត្រគាកហើយទី3គឺយើងវាស់សម្រងអញ្ចឹងសម្រងគឺយើងស្រឡាញ់ត្រឹមណាគឺយើងយកតាមចិត្តដែលយើងស្រឡាញ់ទី4គឺយើងកំណត់ណាកំណត់សម្រាប់សំពត់បត់របស់យើងគឺយើងកំណត់អញ្ចឹងកំណត់ថាឆ្វេងឬស្ដាំបើសិនគាត់បត់ខាងស្ដាំអញ្ចឹងបើសិនគាត់ញុកទៅខាងស្ដាំអញ្ចឹងគាត់ត្រូវដាក់ស្ដាំណាបើសិនគាត់ញុកទៅខាងឆ្វេងអញ្ចឹងគាត់ត្រូវដាក់ឆ្វេងអូខេអញ្ចឹងខ្ញុំនឹងបង្ហាញចំណុចមួយទាំងអស់នេះថាតើយើងវាស់របៀបម៉េចអូខេអញ្ចឹងខ្ញុំបង្ហាញពីខ្សែម៉ែត្របន្តិចណាអញ្ចឹងខ្សែម៉ែត្ររបស់យើងគឺមាន2ខ្នាតអញ្ចឹងខ្នាតខាងលេខធំនេះគឺហៅថាអ៊ីងណាខ្នាតអ៊ីងអញ្ចឹងខាងខ្នាតនេះគឺហៅខ្នាតអ៊ីងប៉ុន្តែយើងអត់យកខ្នាតអ៊ីងទេគឺយើងប្រើខាងខ្នាតសង់ទីម៉ែត្រនេះណាគឺខាងលេខតូចនេះគឺយើងហៅយកខាងខ្នាតសង់ទីម៉ែត្រនេះអញ្ចឹងមុននឹងយើងវាស់យើងត្រូវស្គាល់ពីខ្នាតរបស់ខ្សែម៉ែត្ររបស់យើងសិនណាអញ្ចឹងយើងវាស់យកខាងខ្នាតសង់ទីម៉ែត្រនេះអូខេអញ្ចឹងយើងចាប់ផ្ដើមវាស់ទាំងអស់គ្នាចំណុចទី1របស់យើងគឺយើងវាស់ចង្កេះណាគឺយើងវាស់ចង្កេះអញ្ចឹងចង្កេះយើងគឺនេះគឺយើងយកស្មើភាគច្រើនសំពត់បត់របស់យើងគឺយើងវាស់ត្រឹមផ្ចិតណាចង្កេះរបស់យើងគឺស្មើត្រឹមផ្ចិតឬក៏ក្រោមផ្ចិតត្រឹមមួយថ្នាំងដៃណាត្រឹមមួយថ្នាំងដៃអញ្ចឹងភាគច្រើនគឺយើងវាស់ទៅត្រឹមផ្ចិតទេប៉ុន្តែភាគច្រើនអ្នកដែលគាត់ស្លៀកសម្យេះគឺយើងអាចវាស់ក្រោមផ្ចិតរបស់យើងមួយថ្នាំងដៃអញ្ចឹងយើងវាស់មកប៉ុណ្ណេះមកប្រវត្តិបានប៉ុណ្ណេះណាសម្រាប់ចង្កេះរបស់យើងអូខេនេះគឺអូខេចិត្តគាត់នេះយើងយកនេះណាខ្សែម៉ែត្រយើងឲ្យជល់គ្នាចេះមកអូខេជល់គ្នាចេះមកហើយយើងមកប្រវល់បានប៉ុណ្ណេះមកបើសិនជាយើងដាក់ម្រាមដៃចូលគឺយើងមកម្រាមដៃណាអូខេចង្កេះចិត្តគាត់អូខេអញ្ចឹងចង្កេះរបស់យើងគឺចិត្តគាត់ណាចង្កេះចិត្តគាត់ឥឡូវនេះយើងដល់ដំណាក់កាលទី2ដំណាក់កាលទី2គឺតាគៀកណាចំណុចទី2គឺវាស់តាគៀកគឺយកកន្លែងសាច់គូរបស់យើងដែលធំណាសាច់គូរបស់យើងដែលធំជាងគេអញ្ចឹងយើងវាស់ជុំវិញមកហើយសម្រាប់តាគៀកនេះផងដែរគឺយើងត្រូវវាស់មកអឹបណាដើម្បីពេលយើងកាត់ទៅគឺវាចេញភ្លីជ្រួញសម្រាប់បងប្អូនអ្នកដែលគាត់ស្រឡាញ់ភ្លីជ្រួញអញ្ចឹងគឺគាត់ត្រូវវាស់យកតាគៀកហ្នឹងមករឹបអញ្ចឹងប៉ុន្តែបើសិនជាសម្រាប់បងប្អូនអ្នកដែលគាត់អត់ស្រឡាញ់ភ្លីជ្រួញស្រឡាញ់ភ្លីជ្រួញជីបហ្នឹងទេគាត់វាស់មកលលំមកណាគឺបានដូចគ្នាអញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់ភ្លីញុកគឺត្រូវវាស់មករឹបណាមករឹបចេះមកអូខេគឺ89ណានេះគឺជួសនេះ89អូខេអញ្ចឹងតាគៀករបស់យើងគឺ89អូខេអញ្ចឹងតាគៀករបស់យើងគឺ89អញ្ចឹងបន្តមកទៀតគឺសម្រងរបស់យើងណាសម្រងរបស់យើងគឺបើចង្កេះយើងត្រឹមណាគឺយើងត្រូវវាស់ត្រឹមហ្នឹងណាហើយយើងស្រឡាញ់ត្រឹមណាយើងយកត្រឹមហ្នឹងដូចគ្នាអញ្ចឹងតោះអូខេអញ្ចឹងសម្រងពីចាប់ត្រឹមលេខ1អញ្ចឹងលេខ1មកបើយើងយកសម្រងយើងគឺយកចង្កេះវាស់ត្រឹមចិត្ត
chẳng dương vô sầm rong cái trầm chật kia bằng đài nè dương vô trầm cái lệ chụp cái bây giờ máu hai dương quật đầy khuôn ái thì dương chặt đam chặt mà cái lệ đó mà cái lệ thì mũi dương chặt trầm con lâu bây dương sấn hai dương trịch sai mẹ mũi sấn á tự một tiết dương vô chương bị trôi chương như cái tròn hai dương chặt mà cái lệ tiền á cái lệ mũi tiết cái trầm của phun chương bây giờ hai mà cái lệ mũi tiết dương vô trầm này chương đó sầm rong bây dương thì dương vô trầm này chương chẳng sầm rong bây dương cứ bẹt pram buồn á bẹt pram buồn dương vô trầm này cô ní ok chẳng sầm rong bây dương cứ bẹt pram buồn đá chẳng sầm rong bây dương cứ dương vô trầm này chương á cuối cana tại dương vô bục chương khang cái cứ sự bật bật bây dương thuê để thà về ruin chương về mưa tơ ấp sản á về mưa tơ ấp sườn lùn chẳng hay dương vô trầm này chương cắt tới mưa tơ sản á hay sầm rạp môi tiết cứ dương cầm nặt chuyên được đam chẳng sầm rạp sầm bận đi khoảng đấy cứ dương vô bật chuyên chẳng bao giờ bật chuyên cứ dương trắc cu bị kháng chuyên mà mồn á ok chẳng môn nương trên đó làm nạ cao tất cả tiết dương trâu bột đọ cung chay nằm bây giờ rô chùm luôn chập ly từ kia bây dương thay dương trâu chập phần nào ok chẳng môn nương đó làm nạ cao là cặp bây giờ cứ dương trâu vô chừng cái nâng từ kia chẳng dương trâu vô chùm luôn từ kia chẳng chùm luôn từ kia bây giờ cứ bàn bảy chẳng bàn bảy dương vô chạy đến pì nè bàn bảy chạy đến pí ok chẳng bàn bảy chạy pí khơi xa sập buôn cả là ok hay từ tập một tiết dương trâu vô chùm luôn chẳng kè bởi dương chật cột nó chật cốt chẳng dương vô chùm luôn chẳng kè bởi dương chật cốt chạy những pi bị khía chẳng chật cốt chạy những pi dương khơi xám pram ok từ tập một tiết dương vô đầm lại chẳng kè bởi dương để chạy những pi như nè vô đầm lại chẳng kè bởi dương chẳng xe buôn cả lá nắng vô một đỏ nắng đầm lại chừng cây bây giờ chính vô đầm lại thực hiện bây giờ ní một đỏ trong môi đầm lại chừng cây bây giờ để dùng chạy chỉ pi máu cứ dùng đỏ nó chứng xe buôn đỏ sam xe buôn cả lá đỏ sam pram chẳng dùng khơi mà nắng sao còn buôn cả lá khi hay buôn cả lá như khoảng đá dùng vô từ chạy nặng buôn tiệt chạy nặng buôn ní cái dùng đầm bầy rồi pli chập vô thực hiện bây giờ nè chẳng bằng buôn chạy nâng buôn cả lắc mà nâng pi cho bay rồi chật pram hay ở pi cho bay rồi chật pram khoảng đấy nhưng mà chuyện tính nè chẳng bật trầm ở pi này chúng ta thà pi xong thì mày nè hai thà pi này đập pi trầm ở nhiệt cùng nút bị cái đảo níนี่เตรียมกับลูกปีกระดานนี่ยังหาทับปีจุดปรามโอเคดับปีจุด7ปรามจังบันไดทาเปียกระดานอันนี้ตีดนะให้สำหรับปีใบโรย7ปรามคือเวียนเอาไว้ข้างในไว้นะเรียกเราปีกระลาเต้คือเวียปีสเตอร์กระลานะเวียยังรับเตรียมกับลูกเนี่ยกับลูกมวยปีนี่มั้งโยกใบกับลูกมั้งcứ mà nâng pi chụp bề rồi chụp pram nè hay bớt sân chỉ vì khóa khát khi này tuổi thư ở bánh hà tì chẳng bớt sầm rạp bong ôn để quạt ắt chạy chẳng bong ôn ai bật xe mẹ trầm lệ buồn lệ cả là ní cũng buồn lệ cả là ní cật bật cật chạy chị buồn tấu cứ khơi nè cứ buồn nghe học bạch sợi nè chẳng riêng chạy tam cả bạch sợi mà nó chỉ pi ok chỉ pi hết nhưng vô chỉ chạy chỉ pi tiệt ok chắc như khơi pi bay rồi chụp rằm nát như trầm này cả mặt của nhom nít cứ tập sòng nát cứ nhom tập bằng cắt sòng rồng té phân tay như mình thuê để tập nghe mờ thì đang là chọn nát chắc nít cứ trong trường trong rung trường và họ sập bột ở dưới cho như trâu lo sòng rồng đi rung trường đi mò nát là nó liền nó nít khi nhom tập lại khơi nên cứ chuyện trường nát là nít liền mà nát thì hình trang sòng rồng ở dưới bây giờ vô khinh pan buồn dương vô sầm rong pan buồn mà nè cô ấy chị sẽ đánh cả bọt trường nhỉ bọt trường bây giờ đấy hay cứ thua cả chết bọt trường nè hai nâng chừng cây bây giờ cứ dương bọt bây giờ tu tật đó cứ bị smart này nè cô ấy chừng cây bây giờ cứ dương đề tham pi lệ cả lạ nè hay bọt trường bây giờ cứ dương bọt trầm pi lệ cả lạ được nhé chẳng dương vô sầm rong pan cầm buồn mó cứ dương cầm nặt mó pan buồn ní hay dương ổ vào lừ mà nè chỉ bột mó bột một lần mà nè
ok những bột chẳng mó hai dương đào chụp này ní cứ dương pra đây cu viên muối làm bay chụp nào ok dương cu bên này mó hai dương cu bẩn ta từ tiền cu bẩn đánh ta tiền á bẹt làm bốn cứ dương cu bẩn đánh mó tuyên thua đôi mình mà nè dương vô bì rừng còng tới bẹt muốn bị nhí tụi ấy dương thua làm bay rô bẩn tập tròn ok bẹt muốn chi mó cứ dương cu một tiền hai dương cu là hốt tơ ta mà thà mà chọn mà thong sụp bột mà dương á ok chắc cùng lúc tròn bà dương dương cu pi xem mà nè dương cu bật bột rô khía làm bay rô tròn chắc cái cu bật tròn sầm rong bà dương nó hai dương cu bật đánh đấu đó là dương qua vô bị cào mà lơ được khi tầng ống mó hai dương cu bật đánh vào nè ok trongสำหรับสมบูรณ์บอดบอยืนบอสันชีกะในไทยยืนหยอกทำเชงจังยิงจากจับเดินกู้ปีเชงได้ไปยืนแล้ววันแต่ประเทศยืนหยอกขังสลัมจังยิงเรากู้ปีขังสลัมได้ไปยืนแล้วนะจังเชงยิงได้ปีเชงสลัมยืนได้ปีสลัมจังการใบสมบูรณ์วิถีได้คือยืนหยอกขังเชงจังยิงตลอดได้ปีขังเชงแล้วจังยิงการจังปีมุ้ยจังเต็มปีมุ้ยคือยิงได้ยืนจังแต่ไปยืนนะok chẳngสำหรับสมบูรณ์บทบอยยืนคือมีบุญเตี้ยจังยังเป็นเจ็บไปดองเตี้ยสำหรับสมบูรณ์บทบอยยืนคือมีบุญเตี้ยจังเบอร์สันจะยืนบทคางเชงจังยืนเล่นไปเชงแล้วให้เบอร์สันจะยืนบทคางสลัมจังยืนเล่นไปคางสลัมหมอนะจังเล่นปีหัดเล่นเล่นนั่นคือยังจับดังเต็มปีตีมุ้ยปีเบอร์สันจับดังเต็มปีมุ้ยปีจุ่มในคางเชงม้วนคือบันไดที่ยืนบทคางเชงจึงยังยืนจับดังไปจุ่มในเต็มปีมุ้ยปีสลัมม้วนคือยืนบทคางสลัมโอเคจังสำหรับสมบูรณ์ที่ขอได้คือยืนบอดคางเชงจังยืนโยกเตียงปีมุ้ยปีจุ่มหลักคางเชงแล้วนะสำหรับเตียงปีมุ้ยไปยืนคือยืนเกิดลงไหลจังแก่นี้จังแก่ไปยืนนี้จังแก่เจนปีมาในเจ็ดขวดนั้นเจนปีมาสามปรามนะจังยืนโยสามปรามนี้ให้สำหรับสามปรามนี้คือยืนเจียสได้คือยืนเมียนทะเลมาเลยตุกสำหรับเด็กคำนึงให้นะยืนมันจะมาบกแทนตีจังยืนโยสามปรามสมาหมอนี่สามสับให้ยืนบกปรามติดสมาสามปรามนะจังสามปรามหมอคืออยู่มันกลุ่มลูกตะเกียบไปยืนโอเคจังกัดคูปีหมอลงไปโรปุตตะตรองไปยืนนะจังสามปรามจังหมอให้นี่คือกลุ่มลูกตะเกียบไปยืนโอเคนี่กลุ่มลูกตะเกียบไปยืนให้สำหรับกลุ่มลูกตะเกียบนี่ของได้คือยืนจอดดับปรำไปเลยโอเคยิงจับตะกร้อดับใบเล็กนี่คือกลุ่มตะเกียบให้กลุ่มตะเกียบนี่ของได้คือยิงสำหรับลุยมันเป็นลุยเตะคือยิงยกพลีจับพลีนะพลีได้ยิงใจนี่พลีได้ยิงใจนี่นะก็จุ่มตะเกียบนี่คือพลียิงโยพลีได้ยิงใจนี่คือนะยิงโยมันจับมันจุ่มตะเกียบไปเจอจังคือปีจุดใบโรยจุดปรำจังวันนี้ถ้าเกิดเรากระลักเตะใบโรยจุดปรำนี่นะวิสเตอร์กระลักจังเวียยังอาจรับกลุ่มลูกเตะมวยปีใบในบ้านยังอาจรับหมอกใบกลุ่มลูกเมาส์คือสมาปีจุดจุดปรำนะใบโรยจุดปรำให้ยังโยเฉียกายเฉียกองมายังด่าเมาส์แต่ไม่คือโยให้ยังโยเฉียกองเนี่ยปฏิเฉียกองมายังนี่ยังปรำสำหรับจุ่มนุยขนมกากุตะเกียบไปยืนจังเวียเรียงตะเกียบไปยืนนี่นะให้ยืนแบนค่ะนะฮะกูเจมันนะหมอนะยืนโยยสมาธินี้จงนี้ยืนโยยสมาธินี้ไปหมอครั้งนั้นก็ยืนโยยแจกเมาส์ตามกำหนดไปยืนนี่เมาส์โอเคให้ยมเจ็ดได้คือยืนตะกูปีจังนะใบโรยเจ็ดปรามหมอครั้งนั้นหมอครั้งนี้หมอครั้งตานี้คือยมกูแต่มุยคางเชงมันตัดใบยืนเตะปูไอ้ยืนเด็กที่ยืนไปซีคางเชงจังยืนกูมวยจังกูเอาฉลอมนะให้ยืนบัดอยู่ตรงนู้นนี่กันดาลมั้งบัดอยู่ตรงนู้นนี่กันดาลมั้งยืนเดตามทะเลนี่โอเคให้ไปเจี๊ยสำหรับจับสบัวจับจีบหรือถ้าจีบพลีเตียงตีมวยไปยืนจังก็ยืนอยู่ดำไหลเตียงตีมวยไปยืนถึงอ๋อนะสามปรามโอเคอยู่สามจำนวนสามปรามนี่ตัวใจหนึ่งใบ
ចែកនឹង3អញ្ចឹង35ចែកនឹង3វាឃើញ12 11ជាងណា11ជាងអញ្ចឹងខ្ញុំថា12ចោះប្រកួតឡើង12ចោះណាហើយ12ហ្នឹងបើពួកអីវាខុសគ្នាតិចតួចគឺវាបញ្ហាដែរពួកអីវាជាថ្នេរជីបណាហើយ12ហ្នឹងយើងយកពីថ្នេរនេះពីថ្នេរទំនងថ្នេរភ្ជាប់របស់យើងទៅវិញណាអូខេ12យកពីនេះវិញមកវិញអូខេអញ្ចឹងយើងយកទំហំផ្ទាំងទី1ទាំងអស់ហើយយើងយកមកចេញនឹង3ចេញនឹង3យើងឃើញ11ជាងប៉ុន្តែយើងយកប្រកួតឡើង12ណាហើយយើងយកពីគំនុកថ្នេរចំហៀងរបស់យើងនេះមិនថ្នេរភ្ជាប់របស់យើងណាពីថ្នេរចំហៀងរបស់យើងនេះមក12អូខេហើយយើងគូមក2មកដើម្បីយើងរកបន្តិតត្រង់ណាហើយយើងគូរកគ្នាមកអូខេហើយយើងចុះ15លេខសម្រាប់ថ្នេរចាប់ថ្នេរយើងនេះគឺយើងយក15ណាអញ្ចឹងសម្រាប់10ចុះ18គឺយើងយកទៅថ្នេរតាគៀករបស់យើងទេហើយថ្នេរតាគៀករបស់យើងមាន2ផុតពីនឹងគឺយើងយកចុះ15ទាំងអស់ណាហើយយើងយកចាត់ឈីប1លេខណាប៉ុន្តែទាំងអស់2លេខប៉ុន្តែយើងយកមកខាង1លេខអូខេបើបងប្អូនដូចថាអត់ច្បាស់1លេខទេយើងដាក់40ម៉ែត្ររបស់យើងមក1លេខនេះយើងគូមកណាប៉ុន្តែសម្រាប់បងអ្នកដែលគាត់ស្ទាត់ដៃគាត់អាចស្មានបានអញ្ចឹងដាក់មកណាអញ្ចឹងមកហើយបន្តមកទៀតគឺដល់ផ្ទាំងទី2អូខេអញ្ចឹងដល់ផ្ទាំងទី2ណាផ្ទាំងទី2របស់យើងគឺយើងយកតាគៀករបស់យើងណាតាគៀករបស់យើងនេះយើងចែកជា2ស្មើ44កន្លះអូខេអញ្ចឹងយើងយក44កន្លះនេះគឺចំណុច44កន្លះរបស់យើងណា40នេះ4ហើយនេះកន្លះណាអូខេអញ្ចឹងយើងយកពីគំនុកកណ្ដាលរបស់យើងទៅគឺ44កន្លះយើងគូបន្តិតមួយមកគូចំណាំមួយមកហើយយើងយកពីនេះទៀតណាបន្តិតត្រង់របស់យើងមកណាគឺ44កន្លះយើងយកធ្វើយ៉ាងម៉េចគឺយកឲ្យស្មើគ្នាណាកាលណាតែបងប្អូនយកវីយកខុសគ្នាចឹងខុសកន្លះលេខខុសអីវាអាចសពុតរបស់យើងគឺចេញមកអត់ស្អាតទេអញ្ចឹងយើងត្រូវយកចិត្តទុកដាក់បន្តិចណាកុំឲ្យវាវីហើយយើងគូគំនុះត្រង់មួយមកណានេះគឺតាគៀករបស់យើងបានន័យថាចំនួននេះពីចំណុចបទត្រង់នេះមកបទត្រង់នេះគឺជាតម្លៃនៃតាគៀករបស់យើងទាំងអស់ណាអញ្ចឹងយើងចុះ18លេខដូចតាគៀកខាងឆ្វេងរបស់យើងផងដែរណាគំនុះតាគៀកខាងឆ្វេងនេះគឺគំនុះតាគៀកខាងស្ដាំអញ្ចឹងយើងចុះពីលើមកនេះ18ហើយយើងយកជីបដូចគ្នាគឺតម្លៃវាគឺ2.375អញ្ចឹងយើងយកមក1ពី3នេះណាអូខេហើយបន្តមកទៀតគឺយើងដាក់ឈៀកយើងនេះយើងយកជួរផងណាគំនុះនៅខាងចុងនេះគឺយើងធ្វើមិនឲ្យចិនគ្នានឹងគំនុះកណ្ដាលរបស់យើងឲ្យវាខុសគ្នាតែចំណុចចុងដែលយើងលួចភ្លីនេះទៅណាអូខេយើងគូសចេះមកគឺសម្រាប់ឈៀកកោនេះគឺវាងាយស្រួលសម្រាប់យើងកាត់សម្ពុតយើងគូសថ្នេរតាគៀករបស់យើងណាអូខេអញ្ចឹងមុននឹងយើងរកគំនុះកណ្ដាលនៃសម្ពុតរបស់យើងនៃផ្ទាំងទី2ណាយើងត្រូវរកតម្លៃនៃគំនុះកណ្ដាលរបស់យើងអញ្ចឹងយើងត្រូវយកចំនួនតាគៀករបស់យើងទាំងអស់នេះ44កន្លះនេះទៅចែកនឹង2អូខេអញ្ចឹង44កន្លះចែកនឹង2យើងបាន 22.25 ណានេះគឺ 22.25 អូខេអញ្ចឹងបើបងប្អូនពិបាកក្នុងការចែកបងប្អូនអាចដាក់ខ្សែម៉ែត្រចេះមក44កន្លះហើយយើងបត់ខ្សែម៉ែត្រទី2ចេះមកអូខេគឺវាងាយស្រួលណានេះគឺក្បាច់ស្រីណាយើងបត់ខ្សែម៉ែត្រដាក់ចេះមកគឺងាយទេសម្រាប់អ្នកដែលគាត់អត់ដូចថាពិបាកក្នុងការចែកលេខណាយើងអាចបត់ខ្សែម៉ែត្រឲ្យដាក់ចេះមកគឺបានដូចគ្នាណាហើយយើងគូសគំនុះមួយដើម្បីរកបន្តិតត្រង់របស់យើងចំណុចកណ្ដាលណាយើងគូសចោលតាមពិតគំនុះនេះគឺយើងគូសឡើងគឺដើម្បីទៅរកចំណុចកណ្ដាលនៃសម្ពុតរបស់យើងទេបន្ទាប់មកទៀតគឺយើងចេញណាចេញមកខាងវាចេញទៅខាងស្ដាំរបស់យើងគឺ9លេខអូខេដើម្បីរកគំនុះចាប់ជីបណាហើយចេញមកខាងឆ្វេងគឺ9លេខដូចគ្នាហើយសម្រាប់ការចេញចំណុចចាប់ជីបនេះផងដែរបើសិនជាមនុស្សខ្នាតខ្សែ S ឬខ្សែ M ណាយើងអាចចេញ9លេខបាន
ប៉ុន្តែបើថាគាត់ចូលដល់ size L ណាយើងអាចចេញដល់9លេខកន្លះអូខេហើយយើងគូសពីគំនូសមកដើម្បីរកគំនូសត្រង់ណាអូខេហើយយើងគូសគំនូសត្រង់របស់យើងមកគំនូសត្រង់ហើយយើងចុះសម្រាប់បន្ទាត់នេះផងដែរគឺយើងចុះ15ណាចុះ15នេះគឺយើងចុះ15ដូចគ្នាហើយតម្លៃនៃការចាប់សាច់ចាប់ជីបរបស់យើងគឺ1លេខណា1លេខខាងនេះ1លេខដូចគ្នាជាក់ស្ដែងគឺ2លេខអញ្ចឹងបានន័យថាខាង1លេខហើយយើងគូសមកហើយខ្ញុំបញ្ជាក់បន្តិចណាសម្រាប់គំនូសដូចថាភ្លីគូតរបស់យើងនេះណាបើសិនជាករណីគាត់មានដូចថាគូតតូចខ្លាំងណាបើសិនជាគាត់តូចខ្លាំងចឹងយើងត្រូវចាប់ជីបឡើងដល់1លេខ 1.75 ណា1លេខ 1.75 ហើយយើងលួចសាច់ពីតាគៀកនេះយើងទៅវិញណាយើងអាចលួចកន្លះលេខយកមកបំពេញនៅនេះណាដើម្បីđểធ្វើមនុស្សគាត់តូចអញ្ចឹងបានន័យថាចង្កេះគាត់តូចអញ្ចឹងបានន័យថាយើងត្រូវចាប់សាច់កណ្ដាលនេះភ្លីគូតកណ្ដាលនេះឲ្យធំបន្តិចណាអញ្ចឹងឥឡូវនេះផ្ទាំងទី2របស់យើងគឺយើងគូសហើយណាគឺមានធ្នេតាគៀកខាងឆ្វេងហើយភ្លីកណ្ដាល2ហើយតាគៀកខាងស្ដាំណាបន្តមកទៀតគឺយើងដេញទៅរកផ្ទាំងទី3របស់យើងបន្តទៀតអូខេអញ្ចឹងផ្ទាំងទី2យើងហើយយើងចាប់ផ្ដើមដល់ផ្ទាំងទី3ណាផ្ទាំងទី3របស់យើងផងដែរគឺយើងយកតម្លៃចង្កេះវិញណាតម្លៃចង្កេះរបស់យើងគឺ7គាត់នេះគឺយើងចេញ2បាន35ណា7គាត់ចេញ2បាន35អញ្ចឹងយើងយកតម្លៃចង្កេះរបស់យើងគឺ35នេះ35អូខេយើងយកពីចំណុចកណ្ដាលនៃរៀងតាគៀករបស់យើងណាចំណុចកណ្ដាលនេះបតិតត្រង់យើងទៅគឺ35នេះយើងបូក2បន្ថែមបូក2ដើម្បីអីព្រោះអីផ្ទាំងទី3របស់យើងគឺអត់មានសាច់ជីបអត់មានសាច់សម្រាប់ជីបទេណាយើងបូកសម្រាប់ជីបយើង2លេខសាច់ជីបនេះ2លេខយើងបូក35បូក2ស្មើ37ហើយ37សម្រាប់ខ្សែ MS នេះផងដែរគឺយើងដក7ណាយើងដក7លេខអញ្ចឹង37យើងដក7មកយើងកាត់7ចោលមកណាអូខេអញ្ចឹងស្មើ30គាត់អូខេដាក់មកនេះមកគឺស្មើ30គាត់ឃើញទេស្មើ30គាត់ហើយយើងយកតម្លៃទាំងទី3នេះស្មើ30គាត់នេះណា30គាត់នេះយកទៅចែកនឹង3ដូចគ្នានឹងផ្ទាំងទី1ផងដែរយើងយក30គាត់នេះតម្លៃនៃផ្ទាំងទី3របស់យើងទាំងអស់នេះដែលនៅសល់នេះយកទៅចែកនឹង3អញ្ចឹងចែក30គាត់ចែកនឹង3ស្មើ10ណាស្មើ10ហើយយើងចេញពីគំនូសនេះទៅគឺ10លេខសម្រាប់ជីបផ្ទាំងទី3របស់យើងអូខេអញ្ចឹងយើងគូសពីចេះមកដើម្បីរកគំនូសត្រង់អូខេហើយបន្ទាត់ជីបនេះផងដែរគឺយើងយក15លេខណាគឺសម្រាប់គំនូសនេះផងដែរគឺយើងយក15លេខអូខេ15លេខហើយយើងយក1លេខណា1លេខមកហើយយើងគូសឡើងមកអូខេបន្ទាត់មកទៀតនេះគឺចំណុចផ្ទាំងទី3របស់យើងណាគឺពេលគំនូសដែលយើងដកហើយស្រេចណាគឺ30គាត់នេះណាអូខេ30គាត់នេះអញ្ចឹងគឺយើងដកឲ្យស្រេចនេះគឺយើងយកតពីចំណុចដែលយើងសល់ផ្ទាំងទី3នេះផ្ទាំងទី3នេះចំណុចនេះយើងយកតទៅផ្ទាំងទី4ណាទៅផ្ទាំងទី4ហើយសម្រាប់ផ្ទាំងទី4របស់យើងផងដែរគឺយើងយកតម្លៃចង្កេះរបស់យើងដូចគ្នាតម្លៃចង្កេះនេះតម្លៃចង្កេះនេះចែកនឹង2ណា7គុណចែកពី35នេះណាយកតម្លៃសរុបទាំងអស់តែម្ដងគឺ35ហើយយើងដក7លេខអូខេ35ហើយនេះយើងចូលគូសមកដក7លេខនេះណាអូខេនេះ7លេខនេះមកអូខេ7លេខចេញមកណាហើយករណីថាបងប្អូនអ្នកទាំងអស់គ្នាចង់បានភ្នែកជីបនៅផ្ទាំងទី4ណា
បើសិនជាគាត់ចង់បានគ្នាជាតិនៅទៀងទី4អញ្ចឹងគាត់ត្រូវយកតម្លៃដែលនៅសល់នេះតម្លៃពីត្រឹមចំណុចនេះមកចំណុចចុងនេះណាតម្លៃដែលនៅសល់ត្រឹម29នេះណាសម្រាប់ទៀងទី4របស់យើងគឺយើងយកតម្លៃចង្កេះរបស់យើងហើយយើងដក7ណាហើយចំនួនដែលនៅសល់គឺ28លេខអូខេគឺ28លេខអញ្ចឹង35ដល់7យើងសល់28ណានេះ28នេះហើយយើងយកនេះពីចំណុចទាំងសាច់ដែលនៅសល់នេះ28លេខនេះយើងយកបើសិនជាអ្នកទាំងអស់គ្នាចង់បានជីបផ្ទាំងទី4អញ្ចឹងអ្នកទាំងអស់គ្នាយក28នេះទៅចែកនឹង3អូខេយក28នេះទៅចែកនឹង3អញ្ចឹងយើងបាន9លេខជាងបន្តិចណាប៉ុន្តែយើងយក9លេខកន្លះបានយើងប្រកួតមុនបន្តិចមកដើម្បីកុំឲ្យយើងងាយស្រួលក្នុងការកំណត់គោលដៅណាហើយ9លេខកន្លះនេះផងដែរយើងយកពីចំណុចនេះចំណុចតសាច់តរបស់យើងនេះមកវិញណាយើងយក9លេខកន្លះសម្រាប់ចាប់ជីបផ្ទាំងទី4អូខេអញ្ចឹងយើងយក9លេខកន្លះទៅមកសម្រាប់ចាប់ជីបផ្ទាំងទី4របស់យើងណាយើងគូបទឹកត្រង់មួយមកអូខេហើយសម្រាប់ការចាប់ជីបនេះផងដែរគឺយើងចុះ15លេខដូចគ្នានិងផ្ទាំងទូទៅសម្រាប់ចាប់ផ្នែកជីបទូចរបស់យើងគឺយើងចុះ15លេខទូទៅណាយើងចុះ18តែផ្នែកតាគៀបរបស់យើងមួយទេហើយយកមួយលេខណាហើយជាទូទៅភាគច្រើនហ្នឹងសពុតរបស់ខ្ញុំនិយាយកាត់បន្តិចគឺផ្ទាំងទី4នេះគឺខ្ញុំអត់សូវចាប់ជីបទេលើកលែងតែអ្នកដែលមានក្បាលពោះទេទឹកខ្ញុំជីបណាបើសិនជាគាត់មានក្បាលពោះគឺយើងមិនចាំបាច់ចាប់ជីបក៏បានដែរណាវាអត់បញ្ហាទេអត់មានទោសខុសអីទេណាស៊ីសំពេលយើងលើកជើងទៅគឺវាស្អាតដូចគ្នាណាអូខេអញ្ចឹងសពុតបត់របស់យើងគឺមាន4ផ្ទាំងណាហើយនេះគឺពីចំណុចនេះមកចំណុចនេះគឺផ្ទាំងទី1ណាផ្ទាំងទី1នឹងបានន័យថាពីចំណុចនេះមកចំណុចនេះអូខេហើយសម្រាប់ចំណុចផ្ទាំងទី2គឺពីតាគៀខាងឆ្វេងទៅតាគៀខាងស្ដាំណានេះគឺផ្ទាំងទី2អូខេហើយនេះគឺផ្ទាំងទី2ហើយពីចំណុចតាគៀនេះមកដល់ចំណុចដែលយើងបូក2ដល់7នេះគឺជាផ្ទាំងទី3ចាហើយបន្តមកទៀតគឺផ្ទាំងចុងក្រោយគឺផ្ទាំងទី4គឺចង្កេះរបស់យើងដល់7លេខម្ដងអូខេនេះគឺជាផ្ទាំងទី4របស់យើងចាអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតអញ្ចឹងសម្រាប់ក្បួននៃការកាត់សម្ពុតបត់នេះផងដែរមិនថាបងប្អូនខ្នាតណាទេយើងធ្វើតាមតែវិធីនៃការកាត់នេះទៅគឺបងប្អូននឹងស្លៀកពាក់បានយ៉ាងស្រួលណាស្លៀកពាក់បានយ៉ាងងាយយើងធ្វើយ៉ាងងាយនៅសម្រាប់ខ្លួនយើងណាបើសិនជាបងប្អូនទៅជួលគេកាត់ក៏យ៉ាងហោចណាស់គឺយើងអស់ឈ្មោះយ៉ាងតិចក៏$20ដូចគ្នាដែរអញ្ចឹងបើសិនបងប្អូនចេះខ្លួនឯងអញ្ចឹងយើងងាយមែនទែនពីការកាត់សម្ពុតបត់នេះអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះហើយសូមកុំភ្លេចជួយ Subscribe ផងដើម្បីទទួលបានមេរៀនថ្មីៗនិងវីដេអូថ្មីៗបន្តទៀតអញ្ចឹងវីដេអូនេះយើងបង្ហាញលោកអ្នកតាមពីរបៀបនៃការកាត់សម្ពុតបត់របស់យើងហើយវីដេអូក្រោយយើងនឹងបង្ហាញពីរបៀបនៃការដេរសម្ពុតរបស់យើងអញ្ចឹងកុំភ្លេច Subscribe ទុកដើម្បីទទួលបាននៅវីដេអូការដេរបន្តទៀតអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតជម្រាបលា